បងសាក់មើលប្លង់ប៉ុណ្្នឹងប្លង់ប៉ុណ្្នឹងយើងមិនដែរសម្រាប់អ្នកដែលគាត់ចូលចិត្តធម្មជាតិព្រៃព្រឹក្សានៅតែវមានទាំងភ្នំអ៊ីនធឺណិតក្នុងភូមិក្បែរផ្លូវកស៊ូហើយសំខាន់បំផុតហ្នឹងគឺភ្លើងរត់ចូលមកដល់ហើយអ៊ីនធឺណិតពេញបងប្អូន97ពេញហើយយើងគិតថាមើលប្លង់ប៉ុណ្្នឹងស្អាតខ្លាំងកាមេរ៉ាមើលបង្ហាញទឹកដល់ថ្លាឆ្វេងខែ5ថ្ងៃទី5ទឹកអត់រីងទេទឹកភ្នំនេះអត់រីងណាកន្លែងខ្លះអាចដាច់ទឹកបងប្អូនកន្លែងទឹកជ្រោះខ្លះដាច់ទឹកតែកន្លែងនេះអត់ដាច់ទេទឹកធ្លាក់ច្រកលៀងអត់ដាច់ទឹកទេកាន់តែស្អាតឡើងបើខែប្រាំងកាន់តែស្អាតតែម្ដងហើយដល់ខែវស្សាក៏មានទឹកមកដល់ដែរសម្រាប់4ប្លង់នេះខ្ញុំផុសថ្ងៃមុនផុសបានតែ3ម៉ោងទេពុកម៉ែបងប្អូនគាត់យកអស់ហើយពេលបងប្អូនខ្មែរដែលគាត់រស់នៅក្រៅប្រទេសហ្នឹងហើយគាត់បាញ់លុយមកកក់ទាំងអស់តំណប់ដៃដោយអត់តាន់បានមកជន់ដីនេះទេខ្ញុំហ៊ាននិយាយថាប្រសិនបើគាត់បានមកជន់ដីនឹងផ្ទាល់ទៀតណាគាត់ស្រឡាញ់ជានៅក្នុងវីដេអូខ្ញុំទៀតបងប្អូនហើយយើងមើលប្លង់អញ្ចឹងនេះវាពិបាករស់ណាធម្មតាដីបើសិនជាដីដែលអាចដាំដុះបានគ្រប់យ៉ាងព្រោះដីនេះដីឡើងខ្មៅគ្រប់ឡើងស្អាតថាដីនេះយើងដាំប្រភេទដំណាំបានច្រើនបើថាដូងក្រូចនឹងល្អយ៉ាងណាទេជាប់មកស្ទឹងហើយប្រភេទដីលក្ខណៈមួយខ្មៅគ្រប់ហើយច្រឡងបងប្អូនច្រឡងអញ្ចឹងនៅខាងលើឃើញភ្នំនៅកណ្ដាលឃើញសត្វដើមឈើស្អាតហើយដើមឈើហូបផ្លែដល់នៅចុងនេះស្ទឹងអញ្ចឹងអ្វីដែលសំខាន់ហ្នឹងតាមមាត់ស្ទឹងហ្នឹងគឺសិតតែដើមឈើធំអញ្ចឹងទៅហើយយើងអាចអង្គុយលេងអាចធ្វើអីតាមមាត់ស្ទឹងនឹងដើមឈើទាលដើមអីបានខ្លះធំមែនតើដោយដើមនេះខ្ញុំអត់ស្គាល់ទេខ្ញុំជឿជាក់ថាវីដេអូនេះចេញទៅម្ចាស់ដីទាំង4ទាំង3អ្នកនឹងដែលគាត់បានតំណំដៃមកខ្ញុំឲ្យគាត់នឹងសប្បាយចិត្តអីបងប្អូនក៏មិនបាច់សួរដែរព្រោះគេយកអស់ឲ្យតំណំដៃអស់ហើយមានបងប្អូនជាច្រើនគាត់ថាប្រសិនបើគេអត់យកទេគាត់ចាំយកតែម្ដងតែខ្ញុំគិតថាគេយកហើយព្រោះគេបាញ់លុយតំណំដៃអស់ហើយមានបងស្រីនៅប្លង់នេះគឺប្លង់បងស្រីនៅសហរដ្ឋអាមេរិកគាត់ទិញឲ្យដើម្បីដាំបន្លែដាំអីអញ្ចឹងណាដាំបន្លែឲ្យគាត់មកធ្វើសមាធិលក្ខណៈគ្រួសារអញ្ចឹងមិនមែនប្រកាសទៅជាក្រុមសមាធិទេគឺគាត់លក្ខណៈគ្រួសារទេហើយដល់ប្លង់2ប្លង់ជាប់ហ្នឹងគាត់ស្រឡាញ់ដើមឈើទាលហើយនឹងដើមឈើហូបផ្លែអញ្ចឹងគាត់ក៏រក្សាទុកទៅហើយដល់ប្លង់ខាងនេះបងស្រីនៅក្រៅប្រទេសដែរអាក្បាលខ្ញុំលក់ជូនគាត់តែ9000ទេអានោះគឺក្បាល20ជម្រៅ150 9000ទេហើយដល់អាប្លង់នេះ12000ដោយសារតែវាប្លង់ធំហើយដល់ប្លង់នោះ15000ទាំងអស់នោះប្លង់លេខ4លេខ5 15000ទាំងអស់ក្នុងមួយប្លង់ណាដោយសារវាដើមឈើទាលធំស្អាតមែនតើហើយ4ប្លង់អស់ហើយព្រោះខ្ញុំថាទាំងអស់5ប្លង់ខ្ញុំទុកមួយប្លង់ហ្នឹងហើយទុកមួយប្លង់ហ្នឹងគឺដីធំក្បាល20ម៉ែត្រជម្រៅ150ម៉ែត្របន្ថែមវានៅសល់ដីអាស្រ័យផលចិត្តមហត្តាដល់អញ្ចឹងខ្ញុំកាត់អានឹងទុកតែម្ដងព្រោះខ្ញុំគិតថាបានតែមួយប្លង់ហ្នឹងបានដីវាស្ទើរតែមហត្តាអញ្ចឹងខ្ញុំទុកខ្លួនឯងអត់តមានដាក់មានចេតនាចង់លក់ទេព្រោះខ្ញុំគិតថាដីហ្នឹងវាកំណត់ដើមឈើព្រៃអញ្ចឹងបើសិនជាវាកំណត់ដើមឈើព្រៃអញ្ចឹងទៅយើងដាក់ដើមឈើព្រៃទាំងអស់មានតែគុយសម្ពណ៌សម្បោសម្បើកទួតព្រៃអីហ្នឹងអាប្រភេទដើមឈើព្រៃអញ្ចឹងយើងដាក់ទាំងអស់ទៅហើយដល់បងប្អូនមកលេងទឹកធ្លាក់ច្រកលៀងអាចហួសមកបេះ free ដោយភៀវនេះនៅលើដីនេះជាង50ដើមខ្ញុំអត់បានម៉ៅអីគេទេមានបងប្អូនក៏សុំម៉ៅយកទៅលក់ខ្ញុំថាមិនបាច់ទេបើចង់បេះទៅលក់បេះទៅអត់អីទេមិនបាច់ម៉ៅទេហើយបងប្អូនអ្នកភូមិហ្នឹងមកបេះដោយសេរីទៅមិនបាច់គិតលុយគិតកាក់ទេក៏ប៉ុន្តែគាត់បេះអត់អស់ទេដោយសារតែវាច្រើនពេកអញ្ចឹងខ្ញុំមាននិយាយថាបងប្អូនដែលគាត់បានតំណប់ដៃរបស់ខ្ញុំគាត់នឹងសប្បាយចិត្តពេលគាត់មកមើលដីផ្ទាល់គាត់នឹងមិនខកបំណងទេក្នុងភូមិអ៊ីនធឺណិតហើយមានភ្លើងមិនអីអញ្ចឹងហើយបងប្អូនខ្លះគាត់ឆ្ងល់ទេលោកក្មួយលោកប្អូនដំដីដំអីមិនក៏លក់លឿនល្មិចបងប្អូនហើយបើលក់បន្តប្រជាបរតខ្លះគាត់ដាក់ខ្ញុំលក់បន្តហើយអ្នកខ្លះគាត់មើលเพจរបស់ខ្ញុំមួយឆ្នាំជាងហ្នឹងគាត់តាមដានមួយឆ្នាំជាងអញ្ចឹងក៏វីដេអូចេញទៅគាត់ឆាតមកតែម្ដងអត់តន់មកជន់ដីទេតែអ្នកខ្លះគាត់បានលុយមកតំណប់ដីមកតំណប់ដៃហើយបងប្អូនឆ្ងល់ថាម៉េចបើគាត់ទុកចិត្តមិនទុកចិត្តអីបើគាត់តាមដានខ្ញុំមួយឆ្នាំ2ឆ្នាំបងប្អូនអ្នកខ្លះលេងមួយឆ្នាំជាងអ្នកខ្លះ2ឆ្នាំតាមដានតាំងតែពីខ្ញុំនៅផលិតវីដេអូរបស់កតោវីដេអូវប្បធម៌វីដេអូអប់រំរហូតមកដល់វីដេអូកសិកម្មពីពួកខ្ញុំមិនផលិតវីដេអូទៅលក់គាត់ទៅលក់ដីឯណាពួកខ្ញុំមិនជាអ្នកលក់ដីអាជីពឯណាអញ្ចឹងបងប្អូនខ្ញុំអ្នកចការតើគាត់ខ្ញុំដឹងប្រភេទដីយ៉ាងម៉េចដែលអាចធ្វើចការទៅបានហើយវាលំហែកាយពីព្រោះមនុស្សចូលចិត្តអាហ្នឹងមនុស្សចូលចិត្តអញ្ចឹងណាអញ្ចឹងដល់ពេលមនុស្សចូលចិត្តអញ្ចឹងមកវាដាក់ត្រីទៅដាក់អាដីដាក់ភ្លីណែនាំទៅដល់បងប្អូនទៅវាត្រូវជាមួយអ្វីដែលគាត់ចង់បានពីព្រោះយើងចូលចិត្តអញ្ចឹងហើយយើងដឹងអារម្មណ៍បែបអញ្ចឹងអីបងប្អូនអាចនិយាយថាជំនាញហើយព្រោះដូចដាំដុះដោយវិស័យហ្នឹងខ្ញុំប្រឡូកវាចូលប្រហែលជាថា7 8ឆ្នាំហើយគាត់ចេតនាចង់រៀបចំដីអញ្ចឹងវាចូល7 8ឆ្នាំគាត់ទៅយកអត់រៀបចំជាដុំកពួនទៅទៀតខ្ញុំនឹងថតប្លង់នៅក្នុងដីនឹងដើមឈើស្អាតក៏ដូចជាដើមឈើហូបផ្លែមានខ្នុរព្រៃមានសពណ៌មានភៀវមានសម្បើកទួតព្រៃហើយមានដើមឈើប្រណិតជាច្រើនទៀតនៅក្នុងហ្នឹងហើយប្លង់រឹងបញ្ជាក់ប្លង់រឹងគ្រាន់តែបងប្អូនទិញអត់បានទេព្រោះមានបងប្អូនគាត់ចរចាគាត់តំណប់ដៃអស់ហើយដូចបងម្សិលមិញតាមគាត់ទៅតំណប់តាំងពីម្សិលមិញអាលេខ4លេខ5មកក៏ប៉ុន្តែគាត់ថាថ្ងៃអង្គារបាញ់លុយអត់កើតព្រោះគាត់អត់ចង់បាញ់លុយចេញថ្ងៃអង្គារអាហ្នឹងខ្ញុំក៏អត់ដឹងតែតោះមើលហុងស៊ុយជំនឿខ្ញុំចេះទេអាហ្នឹងហើយខ្ញុំអត់ដឹងហ្នឹងហើយអញ្ចឹងគាត់ថាបាញ់លុយតំណប់ដៃហ្នឹងហើយ
còn đây bong ôn không cho nó mà cha tặng bay nè nó bật than nè na kia ở gió cứ mình đã gió liền một cái cham gió tại mà đó tại trong cơ thể mà ai thấy phụ có sờ lánh nhá có sờ lánh khang mà tên có khơi đây ban lui mà tụi nó đầy nữa trong cơ thể đó chẳng pe để có cho mau bị cào bật tay bơi phiêu lấy nè lấy pi nó trong đôi chân con phòng bốn pon nó ngay mà phây bốn cọt màu hay là lấy bay ní trong đôi chân con mà mượn pi pon là xa các bạn thôm hay đam chơi cọt của tràn của xóm đấy mà mượn bay nó hay trôi mà đó sướng ní phóng phóng bạc quạt hay là phiêu lấy buôn lấy pram nó mà mượn pram pon không bị phóng á còn vô hay là xa bên đam chơi thôm thôm tràn đam chơi tiêu đam sập po đam sập mới đam phao và chống cái là phóng lấy buôn lấy pram thằng ngày bông ổn hay là lấy muối nước trong tục luôn này sẽ đặt đam bật hay ởประกาศเลยตัวซาเตวิดีโอนี่ผู้อัดมันชีวิดีโอลุแต่ก่อนวิดีโอบางห้างเป็นตัวเพียบเซ็งเซ็งแต่บอมโอนดึงสบายจัดดึงรีดีดึงไง